នៅក្នុងវីដេអូមួយនេះគឺខ្ញុំចង់មកបកស្រាយអំពីបញ្ហាមួយចំនួនដែលមានបងគាត់តែងតែសួរខ្ញុំដៃថ្មីគាត់សួរខ្ញុំថា PayPal គាត់បាញ់លុយហើយអត់ចាញ់អញ្ចឹងខ្ញុំឃើញ comment នឹងច្រើនមែនទែននៅក្នុងវីដេអូរបស់ខ្ញុំពីរបៀបបង្កើត PayPal ហ្នឹងហើយខ្ញុំលើក comment ខ្លះដែលគាត់តែសួរអញ្ចឹងសម្រាប់បែរជាគាត់អ្នកថ្មីអញ្ចឹងវីដេអូមួយនេះគឺសម្រាប់អ្នកថ្មីអញ្ចឹងណាបើសិនជាអ្នកគ្នាគាត់ចេះប្រើប្រាស់ PayPal ហើយអ្នកគ្នាក៏អាចអូសរំលងបានអញ្ចឹងណាដោយសារ PayPal ខ្ញុំប្រើយូរឆ្នាំដែរអ្នកគ្នាបានចូលជិត10ឆ្នាំហើយសម្រាប់ PayPal បងប្អូនអរគ្នានៅពេលដែលអ្នកគ្នាអត់ទាន់មានលុយមានន័យថា PayPal នេះបងប្អូនបង្កើតហើយបងប្អូនភ្ជាប់ Visa កាតហើយបងប្អូនមានលុយ4-5 ដុល្លារគាត់ចង់ដកចេញបាទអានេះតាមអ្វីដែលគាត់សួរមកខ្ញុំណាគាត់និយាយប្រាប់ខ្ញុំថាគាត់ដកលុយហើយអត់ឃើញចេញចឹងអត់បានអីចឹងទៅដោយសារតែ head point ទី1គាត់អត់មានលុយអ្នកគ្នានេះអាលុយឡើយនេះលុយនៅលើ balance នេះគឺគាត់មានតែ3 ដុល្លារ 4 ដុល្លារទេដែលគាត់ដកពីប្រភេទ game ឬក៏ប្រភេទ TikTok អីចឹងណាគាត់ចង់វេទៅធនាគារខ្មែរអញ្ចឹងនៅពេលគាត់វេចុចផ្ទេទៅមានន័យថាគាត់ចុចផ្ទេទៅនៅពេលគាត់ចុចផ្ទេទៅគឺឃើញកន្លែង transfer នេះមែនអត់នៅពេលគាត់ចុច transfer គឺវានឹងឲ្យវាយលេខកូដវាយអីហើយវាយើងវាយចំនួនទឹកប្រាក់អីចឹងទៅអ្នកគ្នាបាទតែខ្ញុំមិនបង្ហាញទេទឹកប្រាក់អីចឹងទៅជាធម្មតាអ្នកគ្នា PayPal គឺគេគិតសេវានៅពេលដែលអ្នកនរគ្នាធ្វើការទូទាត់លុយទៅធនាគារឬក៏ទៅ website ណាផ្សេងមួយគឺគេគិតសេវាបើសិនជាយើងដកមកធនាគារខ្មែរគេគិត5 ដុល្លារអ្នកគ្នាបាទសេវា PayPal របស់គេអញ្ចឹងខ្ញុំគិតថាគ្រប់ប្រភេទស្ថាប័នទាំងអស់គេនឹងគិតសេវាពីយើងគេអត់មានស្ថាប័នណាគេ free ឲ្យយើងទេអ្នកគ្នាវីដេអូមួយនេះខ្ញុំស្រាប់ផ្ញើទៅបងដែលគាត់តែសួរខ្ញុំនៅក្នុង comment នៅក្នុងវីដេអូដែលខ្ញុំបង្កើតពីរបៀបការបង្កើត PayPal ហ្នឹងណាបាទខ្ញុំនឹងផុសក្នុង channel នឹងដែរដើម្បីឲ្យបងប្អូនបានមើលសង្ឃឹមថាអ្នកគ្នាមើលហើយនឹងស្ដាប់តាមការនិយាយរបស់ខ្ញុំអ្នកគ្នាមានលុយចាប់ពី10 ដុល្លារឡើងទៅអ្នកគ្នាអាចធ្វើការដកផ្ទេរពី PayPal ទៅធនាគារខ្មែរបានអញ្ចឹងនៅពេលយើងផ្ទេរទៅ PayPal គេកាត់សេវាអស់ពេលផ្ទេរពី PayPal ទៅខ្មែរគេកាត់សេវាយើង5 ដុល្លារអញ្ចឹងយើងបានតែ5 ដុល្លារទេអ្នកនរគ្នាបាទអញ្ចឹងយើងដក10 ដុល្លារគឺយើងបានតែ5 ដុល្លារទេអញ្ចឹងណាយើងដក50រៀលគេកាត់5 ដុល្លារដូចគ្នាអ្នកគ្នាដក100ក៏គេកាត់5 ដុល្លារដូចគ្នាអ្នកគ្នាបាទអញ្ចឹងណាបើយើងដក20រៀលក៏គេកាត់5 ដុល្លារយើងទៅកាត់5 ដុល្លារទាំងអស់សេវារបស់ PayPal អត់មានថាគេ free ឲ្យយើងទេអ្នកគ្នាបាទនេះសម្រាប់ PayPal បដែនណាបាទដែលខ្ញុំប្រើរងឯង PayPal បដែននៅឥណ្ឌូនេស៊ីតែពីច្រើនខ្ញុំប្រើ PayPal បដែនដោយសារ PayPal បដែននេះខ្ញុំប្រើវាជិត10ឆ្នាំហើយបាទហើយយើងប្រើក៏វាស្រួលដែរអញ្ចឹងណាហើយមួយទៀតគាត់តែសួរថា PayPal របស់គាត់មិនខូចឧស្សាហ៍ខូចអីចឹងទៅពេលច្រើន PayPal ដែលឧស្សាហ៍ខូចមកពីបងប្អូនឧស្សាហ៍បាញ់ពី PayPal មួយទៅ PayPal មួយទៀតខ្ញុំរីកមិនដែរបងប្អូននៅពេលប្រើប្រាស់ PayPal កុំព្យាយាមបាញ់លុយពី PayPal គ្នាឯងទៅ PayPal គ្នាឯងច្រើនដងពេកអ្នកគ្នាបាទពេលខ្លះបើយើងបាញ់ច្រើនដងពេកគឺវាអាចនឹងឆាប់មានបញ្ហាអ្នកនរគ្នាអានេះគ្រាន់តែជាមតិរបស់ខ្ញុំទេអ្នកគ្នាហើយមួយទៀតអាលុយប្រភេទដែលខ្ញុំរកបាននេះគឺជាប្រភេទលុយរកបានពី game ទេអ្នកគ្នាបាទអញ្ចឹងខ្ញុំដកបានច្រើនដែរអញ្ចឹងណាហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នាបាទប្រាប់ពីបងតែកាត់ឆ្ងល់មកជឿនទូចអញ្ចឹងអ្នកនេះខមមិនខាងក្រោមផងអ្នកដែលបានសួរខ្ញុំកាលពីលើកមុនអញ្ចឹងណាបាទហើយវីដេអូក៏មានតែប៉ុណ្្នឹងដែរអ្នកនេះបាទសម្រាប់ការឆ្លើយតបទៅកាន់ពួកគាត់វិញសង្ឃឹមថាពួកគាត់នឹងបានមើលវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់នឹងគាត់យល់សម្រាប់អ្នកថ្មីណាតែបើអ្នកគាត់ធ្លាប់ប្រើគាត់ដឹងហើយអញ្ចឹងណាបាទអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀត